ជំរាបសួរបងប្អូនថ្ងៃត្រង់ទី8ធ្នូគឺថៃបានបន្តបាញ់ប្រហារមកដល់កម្ពុជាគឺមិនទាន់ឈប់នៅឡើយទេរហូតដល់ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនិងប្រើប្រាស់យន្តហោះ F16 ឆ្វែលនៅតាមព្រំដែនខ្ញុំសូមអានព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិជូននៅថ្ងៃទី8ធ្នូឆ្នាំ2025នេះយោធាថៃបានបន្តការបើកបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជាចាប់ពីវេលាម៉ោងប្រមាណជា5-4នាទីព្រឹកការបើកការវាយប្រហារនេះធ្វើឡើងនៅក្នុងតំបន់អានសេះនៅប្រាសាទតាមាន់ធំនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនៅគោល8នៅប្រាសាទតាក្របីនិងនៅប្រាសាទតាខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងទ័ពកម្ពុជាវេលាម៉ោង2:15នាទីរសៀលកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025យោធាថៃបានបន្តផ្ដើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់នៅវេលាម៉ោងម៉ោង4នាទីរថយន្តធំចំនួន2គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរឿងចូលមកខាងមុខតំបន់អានសេះម៉ោង9នាទីយោធាថៃបានបាញ់ចេញពីទិសខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន25គ្រាប់ម៉ោង5:19នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន38គ្រាប់ម៉ោង5:25នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃនិងកាំភ្លើងយន្តចំនួន120គ្រាប់ម៉ោង5:40នាទីយោធាថៃបានផ្អាកការបាញ់ប្រហារប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចម៉ោង6:13នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កំភ្លើង MT-60 ចំនួន3គ្រាប់ម៉ោង6:22នាទីយោធាថៃបានបន្តបាញ់កំភ្លើងត្បាល់ចំនួន4គ្រាប់និងកំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះម៉ោង6:51នាទីយោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ដោយប្រើប្រាស់រថក្រោះម៉ោង7:40នាទីយោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅមុំ3អានសេះភ្នំខ្មោចគោល8ប្រាសាទព្រះវិហារប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កាំភ្លើង155មីលីម៉ែត្ររថក្រោះកាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះម៉ោង8:10នាទីយោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើនម៉ោង8:14នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារម៉ោង8:41នាទីយោធាថៃនៅបន្តបាញ់និងបន្តបាញ់ផ្លោងបាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាមាន់បច្ចុប្បន្នមានយន្តហោះយោធាថៃបានហោះតាមបណ្ដោយព្រំដែនម៉ោង9:05នាទីយោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 នៅឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារនៅម៉ោង9:30នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀតនៅប្រាសាទខ្នាអូស្មាច់ដោយយោធាថៃបានប្រើប្រាស់កាំភ្លើង12.7រួមទាំងរថក្រោះបាញ់បុកបន្ថែមម៉ោង10នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងត្បាល់កាំភ្លើងធំរថក្រោះបាញ់បុកជាពិសេសខ្លាំងនៅតំបន់អានសេះនិងប្រាសាទព្រះវិហារកាត់មកត្រឹមម៉ោង11នាទីនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពនិងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចាបងប្អូនខ្ញុំអានខ្ញុំមានអារម្មណ៍ថារន្ធត់ហើយស្រមៃដកជាប់នឹងភ្នែករូបភាពនៃព្រឹត្តិការណ៍ដែលបងប្អូនប្រជាពលរដ្ឋយើងជំលះរូបភាពអ្នកគាត់របួសក្មេងៗគាត់រត់គាត់នៅក្នុងត្រង់សេខ្ញុំរន្ធត់ខ្លាំងណាស់ហើយសូមបួងសួងឲ្យបងប្អូននៅតាមបណ្ដោយព្រំដែនជាពិសេសពូកងកម្លាំងសូមឈ្នះនៅសត្រូវហើយមានសុវត្ថិភាពចាសូមបងប្អូនចែករំលែកវីដេអូនេះផងដើម្បីបងប្អូនយើងគាត់បានទទួលព័ត៌មានដើម្បីមានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពគាត់ទាំងអស់គ្នាចាសូមអរគុណ